សូមចែករំលែកបន្តផងនេះមិនមែនជារឿងលេងសើចឡើយនៅសម័យបច្ចេកវិទ្យាកុំប្រហែសជាមួយនឹងការបង្ហោះរូបភាពនិងវីដេអូទីតាំងយុទ្ធសាស្ត្រខ្លួនឯងតាមបណ្ដាញសង្គមពេកព្រោះវាគ្រោះថ្នាក់ខ្លាំងបំផុតទាហានរុស្ស៊ីខឹងយ៉ាងខ្លាំងចំពោះ Z blogger Ravidos ដែលបានបង្ហោះវីដេអូចូលក្នុងក្រុម Telegram ស្របពេលចូលអាប់ខ្លាំងទាហានរុស្ស៊ីក្រុមម៉ូតូបាននាំគ្នាសម្រុកចូលក្រុងប្រក្រកហើយបានថតវីដេអូបង្ហោះបង្អួតគេតាម Telegram ចុងក្រោយទាហានអ៊ុយក្រែនបានចាប់គោលដៅបានហើយប្រើដ្រូនវាយប្រហារខ្ទេចគ្មានសល់ស្លាប់ជាង200នាក់ចំពោះ blogger ដែលបង្ហាញក្បួនទាហានរុស្ស៊ីធ្វើដំណើរតាមផ្លូវត្រូវបានខាងរុស្ស៊ីតាមរកចាប់ខ្លួននិងចោទពីបទចារកម្មអត្ថបទដោយមេតបលីពូចាបងប្អូនដឹងហើយថាតកតងទៅនឹងការថតរូបភាពវីដេអូឬក៏ទីតាំងយុទ្ធសាស្ត្រផ្សេងៗនឹងយើងគួរតែកាត់បន្ថយបើអាចសូមកុំបង្ហោះនៅលើបណ្ដាញសង្គមទំនាក់ទំនងផងដែរព្រោះថាយើងមើលស្ថានភាពក៏រៀងផុយស្រួយដែរហើយយើងក៏ប្រុងប្រយ័ត្នទាំងអស់គ្នាតកតងទៅនឹងព័ត៌មានចែករំលែកថ្ងៃនេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា